What you are looking for is in the library គឺជាសៀវភៅប្រភេទ short story ដែលនិយាយអំពីជីវិតតួអង្គចំនួន5នាក់ផ្សេងៗគ្នាចេញពីសាច់រឿងខ្លីៗចំនួន5ដែលមាននៅក្នុងសៀវភៅនេះ This book is so charming ហើយខ្ញុំគិតថាសាច់រឿងដែលមាននៅក្នុងសៀវភៅនេះវា resonate ខ្លាំងចំពោះអ្នកអានដោយសារតែក្នុងពេលអានហ្នឹងខ្ញុំមានអារម្មណ៍ថាយើងកំពុងតែមើលជីវិតតួអង្គទាំងអស់ហ្នឹងនៅក្នុងសៀវភៅហ្នឹងសៀវភៅនេះបកប្រែចេញពីភាសាជប៉ុនហើយសាច់រឿងផ្សេងៗគ្នាប៉ុន្តែជីវិតរបស់តួអង្គដែលមាននៅក្នុងសាច់រឿងនីមួយៗគឺពាក់ព័ន្ធទៅនឹងបណ្ណាល័យតែមួយហើយបណ្ណាល័យមួយហ្នឹងគឺបានផ្លាស់ប្ដូរការគិតនិងជីវិតរបស់ពួកគាត់អ្នកគ្រប់គ្រងបណ្ណាល័យមួយហ្នឹងគាត់គឺជាតួអង្គម្នាក់ប៉ុន្តែមិនមែនជាតួអង្គសំខាន់អីទេប៉ុន្តែគាត់គឺជាអ្នកណែនាំនិងស្វែងរកដំណោះស្រាយឲ្យតួអង្គដែលមាននៅក្នុងសាច់រឿងនីមួយៗតាមរយៈការណែនាំសៀវភៅដែលតួអង្គទាំងអស់នឹងស្វែងរកនិងឲ្យជាយោបល់ទៅដល់ពួកគេប្រធាននេះនៅក្នុងសៀវភៅនេះមានអាយុ lifestyle និងបញ្ហាផ្សេងៗគ្នាដែលខ្ញុំគិតថាវា personal ខ្លាំងទៅកាន់អ្នកអានធ្វើឲ្យខ្ញុំគិតថាអ្នកនិពន្ធគាត់ចង់ស្វែងរកដំណោះស្រាយនិងរកផ្លូវដើរសម្រាប់អ្នកអាននៅក្នុងជីវិតរបស់ពួកគេតួអង្គនីមួយៗអ្នកខ្លះគាត់មានគ្រួសារហើយអ្នកខ្លះទៀតគាត់មានបញ្ហាជាមួយការងារហើយអ្នកខ្លះទៀតគាត់កំពុងតែស្វែងរកចម្លើយនៅក្នុងជីវិតរបស់ពួកគាត់សៀវភៅមួយនេះល្អនិងងាយស្រួលអានទាំង pacing និងការសរសេររបស់អ្នកនិពន្ធគឺបានល្អខ្លាំងមែនទែនជាពិសេសអត្ថន័យនៅក្នុងសៀវភៅមួយនេះដែលខ្ញុំគិតថាវាគឺជាស្នូលសំខាន់នៃសាច់រឿងទាំងមូលសាច់រឿងនៅក្នុងសៀវភៅនេះមានកម្រាស់247ទំព័រមិនក្រាស់ពេកទេហើយខ្ញុំពិតជា recommend ឲ្យអ្នកទាំងអស់គ្នាយកសៀវភៅនេះមកអាន